អ្វីដែលយើងត្រូវធ្វើគឺយើង sign up ជាមួយនឹង Google AdSense បាទអញ្ចឹងគឺចំណុចបន្តគឺយើងចូលទៅកាន់ google.com បាទ /adsense បាទមកធ្វើការ enter បងប្អូននឹងចាំបន្តិចឲ្យវា load មកបាទអញ្ចឹងត្រង់ចំណុចនេះគឺយើងធ្វើការ sign up បាទ sign up now ជាមួយវាហើយបន្តមកគឺអ្វីដែលបងប្អូនត្រូវធ្វើគឺបងប្អូនធ្វើការ sign in ដោយសារតែយើងបាន sign in email របស់យើងនៅក្នុង browser តែមួយហើយចេញចុចទៅលើ sign in ម្ដងចឹងដល់ពេលដែល sign in គឺវា lock ចូល account របស់យើងហើយអញ្ចឹង my website អញ្ចឹងយើងមាន website នៅអញ្ចឹងយើងមាន website ហើយគឺ website របស់ខ្ញុំនេះបាទអញ្ចឹងខ្ញុំធ្វើការដាក់ website របស់ខ្ញុំបាទទៅ copy website របស់ខ្ញុំហើយខ្ញុំធ្វើការ paste វាចូលនៅទីនេះបាទអញ្ចឹងខ្ញុំមាន website ហើយបាទអញ្ចឹង content select language គឺយើងរើសយកភាសាអង់គ្លេសបាទអង់គ្លេសនេះអញ្ចឹងមានភាសាច្រើនអញ្ចឹងយើងជ្រើសរើសយកភាសាអង់គ្លេសបាទនេះគឺជាភាសាដែល available មានន័យថាសម្រាប់ Google AdSense អញ្ចឹងបើមានបងប្អូនមួយចំនួនគាត់សាកសួរខ្ញុំដែរអំពីបញ្ហាតើ AdSense ភាសាខ្មែរនឹងប្រើបានអត់អញ្ចឹងខ្ញុំថាអត់ទេ Google អត់អនុញ្ញាតឲ្យទេអញ្ចឹងមាន website ខ្លះគេដាក់ភាសាខ្មែរបានគេដាក់ AdSense ចូលបានអញ្ចឹងពេលខ្លះវាគឺជា premium account ដែល Google AdSense នឹងមិនទាន់បាន update rule អញ្ចឹង website នឹងគឺប្រើប្រាស់យូរហើយបាទអូខេអញ្ចឹងភាសាអង់គ្លេសមកហើយយើងធ្វើការ continue បាទអញ្ចឹងយើង select territory យើង select គឺប្រទេសណាឧទាហរណ៍អញ្ចឹងយើងមើលទៅកាន់ fake name generator របស់យើងនេះគឺយើងបាន generate ហើយតើគាត់នៅណាបាទ Gan Street Cylinder អញ្ចឹងបងប្អូនអាច search តើទីតាំងហ្នឹងនៅណាបាទអាច search មកបាទនេះ Cylinder នេះបាទនៅប្រទេសអីបាទបងអាចមើលបានបាទ Missouri បាទ Missouri អញ្ចឹងបងប្អូនអាចឃើញហើយរដ្ឋ Missouri ចូល select territory មកបងប្អូន select ទៅលើ Missouri មកបងប្អូនជ្រើសរើសយក United States ហើយបងប្អូនជ្រើសរើសទៅលើ time zone របស់គាត់បាទអូខេបងប្អូនដាក់អញ្ចឹងទៅហើយបងប្អូនជ្រើសរើសនេះមកហើយបងប្អូនជ្រើសយកពាក្យថា individual នេះមកហើយ page name នេះបងប្អូនយកពី fake name របស់យើងហ្នឹងបាទយកពី fake name ហ្នឹងបាទបងប្អូន copy ចឹងមកបាទហើយបងប្អូនធ្វើការ paste វាចូលមករួចហើយ street address គឺបងប្អូនអាចមើលទៅក្នុង fake name នឹងដូចគ្នាបាទ street address នេះបងប្អូន copy មកបាទចឹងមាន street address យើងហើយបាទនេះ copy ចឹងមកបាទហើយ city or town នេះបងប្អូនអាចមើលបានបាទ Missouri State Missouri បងប្អូនមើល Missouri មកMissouri បាទ State Missouri អញ្ចឹង city or town នេះបងប្អូនអាចជ្រើសមកcity or town ហ្នឹងគឺបងប្អូនអាចឃើញហើយនៅក្នុងនេះគឺនេះ Sedalia នេះបាទបងប្អូន copy យកមកបងប្អូនដាក់មកបាទ city or town បន្តមក zip code បងប្អូនអាចជ្រើសទៅរក zip code បាន zip code នេះគឺបងប្អូននេះគឺ zip code នេះបាទ copy យើងកាត់វាមកហើយយើងដាក់មកបាទហើយ phone number គឺបងប្អូនអាចយកពី fake name នឹងបានដោយ fake name ហ្នឹងក៏មាន phone number ដែរនេះ phone number គាត់បងប្អូននេះ phone number ជាខ្ញុំ copy វាមកហើយយើង paste វាចូលបាទ paste ចូលអូខេចាំមកយើង select how អញ្ចឹងយើងជ្រើសរើសយក online forum and blog ឬក៏ refer AdSense partner website ក៏បានឬក៏ online promotion AdSense ក៏បានបងប្អូនអាចរើស online promotion AdSense ហើយបងប្អូន technique យ៉ាងទាំងអស់ដើម្បី control ទៅលើការផ្ញើ newsletter បងប្អូនអូខេបន្តមកគឺបងប្អូនអាចធ្វើការ submit my application អញ្ចឹងរាល់ព័ត៌មានទាំងអស់គឺបងប្អូនត្រូវតែកត់ចំណាំទុកខ្លួនឯងបាទបងប្អូនកត់ចំណាំទុកទាំងអស់បាទចឹងបងប្អូនមិនតាមបាច់នេះទេដោយសារយើងមាននៅក្នុង fake name ហើយបាទនៅក្នុង account fake name នេះហើយ
យើងមិនចាំបាច់គាត់ចំណាំអីទេចាំយើង print screen effect នេះទុកអូខេបាទយើង submit my application មកបាទចាំមកចូលចំណុចនេះគឺយើងចុចទៅលើពាក្យថា yes I have read an accept agreement បាទអញ្ចឹងយើង accept មកអូខេអញ្ចឹងវានឹងចូលមកហើយវានឹងនៅពេលដែលយើង approve វាកំពុងតែ review ជាមួយនឹង email របស់យើងនេះបាទអញ្ចឹងបងប្អូនអាចចូលទៅកាន់ AdSense Google AdSense រងទៀតដើម្បីយក ad របស់យើងយកទៅ place ទៅលើ website របស់យើងបាទ AdSense